ការយល់ដឹងទូទៅអំពីស្វាយចន្ទីជាទូទៅស្វាយចន្ទីជាប្រភេទដំណាំយកផ្លែនិងគ្រាប់វាជាប្រភេទដំណាំត្រូពិកដែលមានលក្ខណៈអាកាសធាតុក្តៅហើយសើមហើយវាអាចដុះលូតលាស់បាននៅក្នុងតំបន់ដែលមានសីតុណ្ហភាពខ្ពស់ផងដែរហើយដំណាំនេះភាគច្រើនវាមិនមែនមានតែនៅប្រទេសកម្ពុជានោះទេគឺវាមានដាំនៅក្នុងប្រទេសជាច្រើនទៀតនៅក្នុងតំបន់ត្រូពិកហើយស្វាយចន្ទីអាចសមស្របក្នុងការដាំដុះក្នុងរយៈកម្ពស់រហូតដល់1700ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយសីតុណ្ហភាពដែលមិនគួរក្រោម20អង្សាសេក្នុងរយៈពេលយូរតំបន់ដែលមានសីតុណ្ហភាពពី20ទៅ30អង្សាសេនិងមានទឹកភ្លៀងពី1000ទៅ2000ម៉ែត្រមានភាពសមស្របក្នុងការដាំដុះខ្លាំងហើយស្វាយចន្ទីត្រូវការរដូវប្រាំងរយៈពេល4ខែដើម្បីទទួលបានទិន្នផលស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាគិតត្រឹមឆ្នាំ2024នេះហើយប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង58,000ហិកតានៅទូទាំងប្រទេសដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ 1.5 តោនក្នុង1ហិកតានៅក្នុងរយៈពេល7ខែដើមឆ្នាំ2024កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង83,000តោនកាត់ឡើង 36.7% ដែលធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ2ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកបានកម្ពុជានេះបានដាក់ចេញនៅទស្សនវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោកនិងជាអធិរាជស្វាយចន្ទីនាពេលអនាគតផងដែរនៅក្នុងគោលដៅនេះរាជរដ្ឋាភិបាលបានរៀបចំនិងដាក់ចេញនៅគោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ2022ដល់2027ដើម្បីសម្រាប់បាននៅការងារនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន3នៅខេត្តកំពង់ធំមិនត្រឹមតែប៉ុណ្ណោះក្រសួងនឹងជួយគាំទ្រផ្នែកទុននិងបច្ចេកទេសដើម្បីធានាថាសហគមន៍អាចដំណើរការបានដោយរលូននិងទទួលបានតម្លៃបន្ថែមព្រមទាំងផលចំណេញខ្ពស់ផងដែរប្រភពនឹងបានមកពីក្រសួងកសិកម្មឆ្នាំ2024អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ